យីអូនឡើងសំណាង3ឆ្នាំជាប់គ្នាសម្រាប់អ្នកឆ្នាំទាំង3ឱកាសកាបលុយរហូតដល់ឆ្នាំ2027យោងតាមក្បួនហោរាម្ចាស់ឆ្នាំទាំង3នេះនឹងទទួលបានឱកាសច្រើនដើម្បីកាបលុយចាប់ពីថ្ងៃនេះរហូតដល់ឆ្នាំ2027រយៈពេល3ឆ្នាំពេញដូច្នេះត្រូវចេះក្តាប់ឱកាសនេះឲ្យបានល្អ1ឆ្នាំរោងយោងតាមហោរាសាស្ត្រឆ្នាំទាំង12អ្នកដែលកើតក្នុងឆ្នាំរោងជាមនុស្សមានភាពវៃឆ្លាតនិងបញ្ញាស្មារតីខ្ពស់ណាស់មនុស្សឆ្នាំនេះមានសន្តានចិត្តល្អមិនចូលចិត្តកេងចំណេញលើអ្នកដទៃឡើយពេលខ្លះមនុស្សឆ្នាំនេះហាក់ដូចជាមានគំនិតអភិរក្សនិយមនិងរឹងរូសបន្តិចអ្នកកើតឆ្នាំនេះមានចិត្តក្លាហានចិត្តទូលាយនិងមានមនុស្សជាច្រើនស្រឡាញ់រាប់អានពួកគេមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងអាជីពរបស់ពួកគេមនុស្សឆ្នាំរោងនឹងផ្លាស់ប្ដូរការងារឬមានឱកាសធំនៅក្នុងការងារបច្ចុប្បន្នរបស់ពួកគេប្រសិនបើអ្នកកើតក្នុងឆ្នាំរោងហើយមានគម្រោងបើកអាជីវកម្មឬបើកអាជីវកម្មផ្ទាល់ខ្លួនអ្នកអាចរៀបចំផែនការឥឡូវនេះដោយបានឆ្លងកាត់ការលំបាកជាច្រើនការងាររបស់ពួកគេនឹងទទួលបានលទ្ធផលជាក់លាក់2ឆ្នាំវកមនុស្សដែលកើតក្នុងឆ្នាំស្វាជាមួយនឹងធម្មជាតិដ៏ស្វាហាប់និងគំនិតផ្ដួចផ្ដើមដែលមិនអាចប្រៀបផ្ទឹមបានក្នុងការងារកំពុងឈានចូលដំណាក់កាលមាសនៃអាជីពរបស់ពួកគេភស្តុតាងគឺថាសំណាងនៅតែបន្តរញឹមដាក់ពួកគេវាហាក់ដូចជាកម្លាំងដែលមើលមិនឃើញកំពុងគ្រប់គ្រងពួកគេពីខាងក្រោយដោយនាំពួកគេទៅកាន់កម្ពស់ថ្មីក្នុងរយៈពេល3ឆ្នាំខាងមុខអាជីពរបស់ពួកគេត្រូវបានព្យាករណ៍ថានឹងភ្លឺស្វាងដោយសារតែការរួមចំណែករបស់តារាសំណាងដៃគូដែលមើលមិនឃើញប៉ុន្តែមានអំណាចអ្នកដែលកើតក្នុងឆ្នាំស្វានឹងទទួលបានការកោតសរសើរនិងក្លាយជាមនុស្សថ្លៃថ្នូរជាទីគោរពរបស់មនុស្សគ្រប់គ្នាក្នុងគ្រប់ពេលវេលានៃជីវិតប្រចាំថ្ងៃដូចជាត្រូវបានជ្រើសរើសដោយព្រះនៃសំណាងដើម្បីផ្ញើមាសមនុស្សដែលកើតក្នុងឆ្នាំស្វានឹងតែងតែស្វែងរកការណែនាំពីមនុស្សថ្លៃថ្នូរជួយពួកគេឲ្យយកឈ្នះលើព្យុះនិងទទួលបានអភូតហេតុ3ឆ្នាំជូតយោងតាមហោរាសាស្ត្រឆ្នាំទាំង12អ្នកដែលកើតក្នុងឆ្នាំជូតត្រូវបានគេស្គាល់ថាមានចិត្តបត់បែនអ្នកឆ្នាំនេះមានទេពកោសល្យល្អក្នុងទិដ្ឋភាពជាច្រើនតាំងពីក្មេងអ្នកកើតឆ្នាំនេះក៏មានព្រលឹងស្រទន់ខ្លាំងពូកែរករឿងថ្មីមនុស្សឆ្នាំនេះក៏តែងតែស្វែងរកឱកាសសម្រាប់ខ្លួនវាដែរពួកគេតែងតែរក្សាស្មារតីនៃការរៀនសូត្រពេញមួយជីវិតទោះយ៉ាងណាក៏ដោយពេលខ្លះអ្នកឆ្នាំជូតមើលទៅមានលក្ខណៈអភិរក្សនិយមដោយបដិសេធមិនស្ដាប់យោបល់ពីអ្នកដទៃឆ្នាំជូតត្រូវស្ងប់ចិត្តហើយពិចារណាលើចំណុចខ្វះខាតនិងចំណុចក្នុងរយៈពេល3ឆ្នាំខាងមុខអ្នកឆ្នាំជូតត្រូវបានគេទស្សន៍ទាយថានឹងទទួលបានជោគជ័យខ្លាំងឡើងក្នុងការងារមនុស្សសម័យនេះដែលជាបុគ្គលិកមានប្រាក់ខែមានឱកាសឡើងឋានៈនិងដំឡើងប្រាក់ខែទន្ទឹមនឹងនោះអ្នកជំនួញមានឱកាសកាន់តែច្រើនក្នុងការវិនិយោគនិងសហការជាមួយដៃគូអាជីវកម្មល្បីឈ្មោះដោយមានការជ្រោមជ្រែងពីសំណាក់មហាជនអ្នកកើតឆ្នាំជូតមិនអាចឈ្នះបានឡើយហើយមិនបាច់ខ្វល់ខ្វាយរឿងលុយកាក់ឡើយ